ខ្ញុំគិតថាបរិនជាកីឡាករមួយដែលខ្លាំងគេងបាទមូលហេតុអីដែរ ដោយសារគាត់ប្រកែចាក់ត្រីហើយប្រកែប្រើគ្រាប់ធំនិងសេះទូ ឡើងធោ បាក់យកឈ្នះខ្ញុំបាក់លេងមួយវត្រា អូ គ្រុសសូដាអ្នកជំនាញលាយភេសជ្ជៈនិងវីស្គី ជំរាបសួរបុត្រាបាទឃើញថាថ្ងៃនេះបានក្រងជើងឯកអុកចាក់ត្រង់នគរសង្ក្រានផ្នែកវិញ្ញាសាកុមារអញ្ចឹងតើតោជាមួយនឹងការប្រកួតនេះលំបាកដែរទេព្រោះដោយសារឆ្លងកាត់បរិនកាលពីឆ្នាំមុនគឺជាជើងឯកដោយសារឆ្នាំនេះបានមកចំណាក់សាក់លេខ3វិញចឹងការប្រកួតក្នុងឆ្នាំនេះសម្រាប់បុត្រាផ្ទាល់លំបាកដែរទេបាទ ការប្រកួតឆ្នាំនេះក៏ជាលំបាកព្រោះខ្ញុំបានឆ្លងកាត់ដៃគូខ្លាំងជាច្រើនអ្នកឆ្លងកាត់វគ្គជាច្រើន បាទចុះមើលឃើញសមត្ថភាពគូប្រកួតនេះយ៉ាងម៉េចដែរ សមត្ថភាពរបស់គូប្រកួតរបស់ខ្ញុំស្ទើរតែល្អ បាទគាត់ល្អយ៉ាងម៉េចដែរ គាត់ល្អចំពោះការចាក់ត្រីនិងប្រើគ្រាប់ធំ បាទចុះអ្វីទៅដែលជាចំណុចខ្លាំងរបស់ប្អូនដែលយកឈ្នះគូប្រកួតពីមួយវគ្គទៅមួយវគ្គរហូតមកដល់សល់តែ4នាក់ហើយមកប្រកួតនៅក្នុងព្រឹត្តិការណ៍នគរសង្ក្រាននេះបាទ ចំណុចខ្លាំងរបស់ខ្ញុំគឺបើកក្បួនល្អចាក់ត្រីល្អ ដល់ការហ្នឹងគឺលំបាកអត់ទេបាទនេះការប្រកួតហ្នឹងយើងអុកធម្មតាយើងត្រូវការប្រើគ្រូក្បាលច្រើនក្នុងការប្រកួតអញ្ចឹងសម្រាប់អូនវាលំបាកអត់ទេក្នុងការយករយុទ្ធសាស្ត្រដើម្បីប្រកួតជាមួយដៃគូ វាពិបាកខ្លាំងដើម្បីរកយុទ្ធសាស្ត្រយើងជាមួយដៃគូព្រោះដៃគូមួយស្ទើរតែខ្លាំងខ្លាំង បាទឥឡូវក្នុងចំណោមកុមារ4រូបហ្នឹងតើគូប្រកួតមួយណាដែលវត្រាគិតថាខ្លាំងហើយលំបាកយកឈ្នះជាងគេ ខ្ញុំគិតថាបរិនជាកីឡាករមួយដែលខ្លាំងជាងគេ បាទមូលហេតុអីដែរ ដោយសារគាត់ប្រកែចាក់ត្រីហើយប្រកែប្រើគ្រាប់ធំនិងសេះទូ បាទចុះសម្រាប់ឆ្នាំក្រោយវត្រាដាក់គោលដៅយ៉ាងណាដែរសម្រាប់ឆ្នាំក្រោយដែលខ្លួនឯងគឺជាកីឡាករមួយត្រៀមនឹងការពីតំណែងជើងឯកនៅក្នុងឆ្នាំក្រោយនោះបាទ ខ្ញុំមានគោលដៅចង់ហាត់អុកបន្តទៀតដើម្បីយកជ័យលេខ2នៅឆ្នាំក្រោយទៀត អូខេបាទអរគុណច្រើនវត្រាបាទអរគុណច្រើន បាទ ជំរាបសួរបរិន បាន ជាបរិនការប្រកួតនៅក្នុងឆ្នាំនេះលំបាកឯបើធៀបជាមួយនឹងការពីឆ្នាំ2025ដែលបងបានឈ្នះជើងឯកអុកចាក់ត្រង់នគរសង្ក្រាននៅតំណែងសៀមរាបបាទ ឆ្នាំនេះខ្ញុំពួតមួយគេខ្ញុំពួតអត់សូវល្អតែពេលពួតទៅគេគៀបខ្ញុំគេគៀបខ្លាំងជាងខ្ញុំ បាទជ័យគូប្រកួតខ្លាំងយ៉ាងម៉េចដែរបរិនអាចបញ្ជាក់បន្តិចបានទេហើយគូប្រកួតមួយណាដែលបរិនគិតថាខ្លាំងជាងគេដែលពិបាកអង្គការយកឈ្នះ ឡើងធោ បាក់យកឈ្នះខ្ញុំបាក់លេងមួយវត្រា បាទចុះសម្រាប់ឆ្នាំក្រោយបរិននៅដាក់គោលដៅយកជើងឯកមកវិញទេបាទ យកបាន មានជំនឿចិត្តខ្លាំងប៉ុណ្ណាដែរ ចេញ 100%